យើងវាយពាក្យថា CapCut បាទបន្ទាប់ពីយើងវាយពាក្យថា cap ហើយវាអត់ចាំបាច់វាយពាក្យច្រើនទេវាយតែពាក្យថា cap មកវានឹងចេញសញ្ញារូប CapCut នឹងឲ្យតែម្ដងអញ្ចឹងយើងចុចទៅលើត្រង់នេះយើងចុចត្រង់នេះបាទបន្ទាប់មកយើងចាំវាមួយសន្ទុះវាកំពុងតែដើរដើម្បីដំឡើងទៅលើទូរស័ព្ទដៃរបស់យើងបាទជាស្រេចដោយសារតែវារៀងស្អកបន្តិចហើយឥឡូវយើង render ឲ្យបងប្អូនទាំងអស់គ្នាមើលតែម្ដងបាទតើវា render បានឬអត់នេះបងប្អូនទាំងអស់គ្នាយើង render ទៅហើយបាទហើយការ render គឺវាលឿនជាង global មែនតើបាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំសម្រាប់បងប្អូនមកថ្មីដែលមិនទាន់បានចុច Subscribe ឬ Follow Page របស់ខ្ញុំបងប្អូនអាចចុច Subscribe ឬ Follow Page របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗទាក់ទងនឹងទូរស័ព្ទដៃបាទថ្ងៃនេះខ្ញុំមានកន្លឹះថ្មីមួយទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាអំពីរបៀបនៃការ download នៅ CapCut version ចិនបាទរាល់ថ្ងៃនេះបងប្អូនមួយចំនួនប្រើ CapCut ធម្មតាតែងតែពិបាកក្នុងការ render វីដេអូអញ្ចឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាច render រហូតដល់19 201080បងប្អូនអាចបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅអនុវត្តទាំងអស់គ្នាបាទដំបូងបងប្អូនទាំងអស់គ្នាចូលទៅក្នុងកម្មវិធីជ្រុំមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលទៅក្នុងកម្មវិធីជ្រុំរួចហើយបងប្អូនទាំងអស់គ្នាបាទខ្ញុំសូមលុបចេញសិនបាទបងប្អូនទាំងអស់គ្នាបាទបងប្អូនវាយពាក្យថាយីងយ៉ងមកបាទវាពាក្យដំបូងដែលខ្ញុំវាយនឹងបាទបងប្អូនទាំងអស់គ្នាបាទនេះពាក្យនេះមកបាទបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានវាយពាក្យនឹងហើយបងប្អូនទាំងអស់គ្នាចុចទៅលើសញ្ញានឹងមកបាទនោះវាចូលមកដល់ផ្ទាំងកម្មវិធីបែបនេះហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ download នៅកម្មវិធី CapCut បាទអញ្ចឹងដំបូងយើងចូលទៅដល់នៅកម្មវិធីមួយសិនដើម្បីយើងយកទៅ install នៅក្នុងទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងយើងចុចសញ្ញា search បាទយើងវាយពាក្យថា TikTok បាទបងប្អូនអរគ្នាបាទអញ្ចឹងយើងចុចទៅលើ TikTok នេះមកបាទតែបញ្ជាក់ខ្ញុំអត់បានដោនទេបងប្អូនអរគ្នាខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យបងប្អូនអរគ្នាមើលបាទអញ្ចឹងបងប្អូនអរគ្នាចុច download បាទអញ្ចឹងវាបាន download ហើយបាទបងប្អូនអរគ្នាពេលដែលវា download វាមិន download TikTok នឹងភ្លាមទេបងប្អូនអរគ្នាបាទអញ្ចឹងវា download នៅកម្មវិធីមួយដែល app មួយដែលអាចដំឡើងនៅកម្មវិធី TikTok នឹងបានអញ្ចឹងយើងចូលទៅក្នុង app ហ្នឹងយើង install វាយើង open វាមកបន្ទាប់មកយើងចុចត្រង់នេះបាទបន្ទាប់មកយើងចុច allow បាទបន្ទាប់មកយើងបិទអានេះចោលបងប្អូនអរគ្នាមួយមើលអត់ទាន់បងប្អូនអរគ្នាបាទអញ្ចឹងយើងចុចត្រង់នេះបាទបន្ទាប់មកយើងបានកម្មវិធីមួយហើយនៅក្នុងទូរស័ព្ទដៃរបស់យើងគឺបែបនេះដើម្បីធ្វើការ download នៅ CapCut ចិនបានបងប្អូនទាំងអស់គ្នាចូលទៅក្នុងហ្នឹងបាទបន្ទាប់មកវានឹងឲ្យយើងចូលទៅបើកនៅក្នុង setting បើកបាទបងប្អូនចូល setting សិន
បន្ទាប់ពីចូលទៅក្នុង setting ហើយវាឲ្យ unknown app ណា install unknown app បាទបន្ទាប់ពីយើងបាន download វារួចហើយវាឲ្យ allow from this users បាទអញ្ចឹងយើងវាឲ្យ install unknown app អញ្ចឹងយើងចុចទៅលើបើកត្រង់នេះបាទបន្ទាប់ពីចុចបើកត្រង់នេះដោយសារតែអំបញ្ញមិញយើងបាន download នៅកម្មវិធី TikTok TikTool នេះហើយដោយសារតែកម្មវិធីហ្នឹងយើងអត់តម្រូវយកទេអញ្ចឹងយើង cancel វាចោលបាទបន្ទាប់មកយើងបែរត្រឡប់ថយក្រោយវិញបាទអញ្ចឹងយើងចូលក្នុងកម្មវិធីនឹងម្ដងទៀតបាទអញ្ចឹងយើងខ្វែងត្រង់នេះចោលមកព្រោះអីកម្មវិធីហ្នឹងយើងអត់ដនយកទេបាទបងប្អូនអរគ្នាបាទគោលដៅរបស់យើងតែមួយគឺយើងទៅ download នៅកម្មវិធី CapCut ចិនបាទដែលអាចកាត់វីដេអូរហូតដល់60 frame បាទកាត់ដល់1080ហើយអត់មានលោតទាំងពាណិជ្ជកម្មទេបងប្អូនអរគ្នាគឺល្អប្រើមែនតើបាទអញ្ចឹងយើង search មកយើងវាយពាក្យថា CapCut បាទបន្ទាប់ពីយើងវាយពាក្យថា cap ហើយវាអត់ចាំបាច់វាយពាក្យច្រើនទេវាយតែពាក្យថា cap មកវានឹងចេញសញ្ញារូប CapCut នឹងឲ្យតែម្ដងអញ្ចឹងយើងចុចទៅលើត្រង់នេះយើងចុចត្រង់នេះបាទបន្ទាប់មកយើងចាំវាមួយសន្ទុះវាកំពុងតែដើរដើម្បីដំឡើងទៅលើទូរស័ព្ទដៃរបស់យើងហើយកម្មវិធីនេះផងដែរគឺវាស៊ីមេតិចទេបងប្អូនអរគ្នាគឺត្រឹមតែ280មេតែប៉ុណ្ណោះបាទអញ្ចឹងបងប្អូនអរគ្នាចាំបន្តិចបាទបន្ទាប់ពីយើងដំឡើងវារួចរាល់ហើយវាឲ្យយើងបាទ do you want install to បាទ to install this app អញ្ចឹងយើងចាប់ផ្ដើមចុច install វាមកបាទបាទបងប្អូនអរគ្នាធ្វើការចាំវាបន្តិចហើយវាលោតបែបនេះបាទអញ្ចឹងវាលោតបែបហ្នឹងបានន័យថាវាដំឡើងរួចរាល់ហើយយើងចុចបិទវាមកបាទអញ្ចឹងកម្មវិធី CapCut របស់យើងគឺបានដំឡើងរួចរាល់ហើយបងប្អូនចង់លុបកម្មវិធីនេះចោលក៏បានបងប្អូនចង់ទុកក៏បានដែរបន្ទាប់ពីបងប្អូនទាំងអស់គ្នាបាទដនកម្មវិធី CapCut នឹងហើយបងប្អូនអាចដនកម្មវិធី TikTok ចិនក៏បានដែរបាទ TikTok ចិនក៏អាចដនបានដែរក៏ប៉ុន្តែអត់អាចជាប់ account បានទេដោយសារតែបងប្អូនទាំងអស់គ្នាអត់មានលេខទូរស័ព្ទរបស់ចិនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអាចភ្ជាប់បានអានឹងជារឿងរបស់បងប្អូនទាំងអស់គ្នាទេអញ្ចឹងយើងចូលទៅក្នុង CapCut របស់យើងតើយើងអាចប្រើប្រាស់បានដោយដែលខ្ញុំបាននិយាយពីខាងដើមឬអត់បាទអញ្ចឹងយើងចុចមកបាទបងប្អូនអរគ្នាបាទបន្ទាប់ពីយើងបានចុចនិងយើង allow តាមវាមកបាទហើយយើងនឹងឃើញតម្រង់រូបរាងបែបនេះដូចតែ CapCut Global ធម្មតាទេបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែគ្រាន់តែ CapCut នេះគឺវាអត់មានលោតផ្ទាំងពាណិជ្ជកម្មរញ៉េរញ៉ៃដែលឲ្យយើងនឹងពិបាកនោះទេរងចាំនោះទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅអនុវត្តសាកល្មើលដើម្បីខ្ញុំសាកល្បងឲ្យបងប្អូនទាំងអស់គ្នាមើលថាតើវាពិតជាអាចកាត់ដល់1080មែនឬអត់បាទក្នុងសញ្ញាកន្ត្រៃនេះបងប្អូនទាំងអស់គ្នាបាទហើយយើងចូលដូចរាល់ដងដូចយើងប្រើ CapCut រាល់ដងហ្នឹងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចូលមកគ្រាន់នេះវាជាភាសាចិនណាបងប្អូនទាំងអស់គ្នាបាទយើងចុច allow all មក
ដោយសារតែខ្ញុំមានវីដេអូខ្លះហើយខ្ញុំឧទាហរណ៍ឲ្យបងប្អូនទាំងអស់គ្នាតិចតួចទៅចុះហើយបងប្អូនទាំងអស់គ្នាយកទៅសិក្សាខ្លួនឯងបន្ថែមនេះបាទជាវីដេអូខ្ញុំនៅក្នុងបាទអញ្ចឹងខ្ញុំសូមយកនេះចុះបាទតោះនេះចេញសិនខ្ញុំយកវីដេអូឆ្កែនេះមួយចុះបាទអញ្ចឹងយើងចុចអានេះបាទបន្ទាប់ពីយើងចាំវាបន្តិចបាទបងប្អូនអរគ្នាអានឹងវាតម្រូវទៅលើទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាដែរបងប្អូនអរគ្នាបាទបើសិនជាបងប្អូនទាំងអស់គ្នាទូរស័ព្ទដៃរបស់បងប្អូនមានកម្លាំងខ្លាំងគឺវាដើរលឿនបើវាកម្លាំងរាងខ្សោយគឺវាដើរយឺតអញ្ចឹងទៅបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺយើងចូលទៅមើល setting របស់វាសិនបងប្អូនអរគ្នាអាចដាក់រហូតទៅដល់បាទដាក់រហូតទៅដល់ 4K ណាបាទបងប្អូនអរគ្នា 2K 4K បាទហើយអានេះយើងអាចដាក់រហូតទៅដល់60បាទបងប្អូនអរគ្នាណាអានេះយើងអាចទាញមកអស់ក៏បានដែរបងប្អូនអរគ្នាបាទអញ្ចឹងយើងចូលទៅមើលវីដេអូតើខ្ញុំ render បានឬអត់អញ្ចឹងខ្ញុំសូមហើយបងប្អូនអរគ្នាសិក្សាខ្លួនឯងបន្ថែមទៀតទៅបងប្អូនអរគ្នាបាទហើយនៅត្រង់នេះគឺរបៀបកាត់គឺដូច global យើងធម្មតាទេគ្រាន់តែវាអត់មាន load ពាណិជ្ជកម្មហើយវាអាចកាត់បានរហូតដល់ 4K 60 frame គឺពិតជាល្អប្រើមែនតើសម្រាប់បងប្អូនដែលចូលចិត្តផលិតមាតិកាឬក៏ចូលចិត្តកាត់វីដេអូនៅលើ CapCut ដែលមានបញ្ហាទៅលើ CapCut ពិបាកកាត់បាទអញ្ចឹងវាអស់ជាបញ្ហាសម្រាប់បងប្អូនទៀតហើយបើសិនជាពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចចុចមេដៃដាក់រូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗអញ្ចឹងខ្ញុំនឹងអនុវត្តឲ្យបងប្អូនទាំងអស់គ្នាមើលបាទអញ្ចឹងយើងចូលទៅក្នុងនេះយើងចូលទៅក្នុងសរសេរអក្សរដើម្បីកត់ចំណាំវាហើយយើងបូកអក្សរមួយមកទៅលើអក្សរដូចខ្ញុំបាននិយាយគឺវាអត់ support អក្សរខ្មែរដូចជា global ដូចគ្នាក៏ប៉ុន្តែវាអាចប្រើប្រាស់បានដូចគ្នាបងប្អូនយកទៅសិក្សាបន្ថែមទៀតបាទអញ្ចឹងយើងចូលទៅក្នុងនេះហើយយើងគ្រាន់តែសរសេរចំណាំមកបាទខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យបងប្អូនទាំងអស់គ្នាទេបាទបាទខុសត្រូវអីកុំប្រកាន់បងប្អូនអរគ្នាបាទចឹងអានេះខ្ញុំគ្រាន់តែសរសេរចំណាំសាកឡុងមើលឲ្យបងប្អូនអរគ្នាមើលទេបងប្អូនអរគ្នាដើម្បីrender វីដេអូឲ្យបងប្អូនមើលថាតើវាពិតជាអាច render វីដេអូរហូតដល់ 4K 60 frame បានមែនអត់បាទចឹងយើងចុចមកហើយfunction ជាច្រើនបងប្អូនអរគ្នាអាចមើលខ្លួនឯងបាទវាមាន function ជាច្រើនដូចគ្នាបាទ function មានច្រើនដូចគ្នាដូចតែ global ធម្មតាអញ្ចឹងអញ្ចឹងយើងធ្វើការ render បាទឥឡូវនេះខ្ញុំដាក់នេះ 4K 60 frame មេខ្ញុំទាញមកអស់តែម្ដងបាទបងប្អូនអរគ្នាបាទជាស្រេចដោយសារតែវារៀងស្អកបន្តិចហើយឥឡូវយើង render ឲ្យបងប្អូនទាំងអស់គ្នាមើលតែម្ដងបាទតើវា render បានឬអត់នេះបងប្អូនអរគ្នាយើង render ទៅហើយបាទហើយការ render គឺវាលឿនជាង global មែនតើដោយសារតែវីដេអូខ្ញុំមានរឿងខ្លីដែរក៏ប៉ុន្តែវាមានសភាពលឿនណាបងប្អូនអរគ្នាបាទទោះបីជាវីដេអូវែងក៏វា render លឿនដែរហើយវាអត់ជាប់ logo អីទាំងអស់បាទអត្ថប្រយោជន៍របស់វាគឺល្អត្រង់ថាវាអត់មានជាប់ logo CapCut នោះទេអញ្ចឹងពេលដែលយើង render ចប់ហើយយើងចូលទៅមើល
វីដេអូទាំងអស់គ្នាថាតើវាពិតជា render ហើយមិនជាប់ logo មែនឬអត់បាទអញ្ចឹងយើងចូលទៅមើលបាទបងប្អូនអរគុណនេះបងប្អូនអរគុណណាបាទអញ្ចឹងបងប្អូនអរគុណឃើញហើយនេះគឺជាអក្សរដែលខ្ញុំបានសរសេរបាញ់មិញហើយយើងមើលទៅលើសាច់វីដេអូគឺអានេះខ្ញុំ record អញ្ចឹងវាអត់សូវមើលឃើញច្បាស់ទេបងប្អូនអរគុណណាអញ្ចឹងយើងឃើញថាសាច់វីដេអូគឺច្បាស់ហើយ logo CapCut គឺអត់មានបញ្ចេញមកទេបងប្អូនបាទបងប្អូនអរគុណគឺល្អមែនតើអញ្ចឹងវីដេអូសម្រាប់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗអរគុណច្រើនជួបខ្ញុំបាទនៅវីដេអូក្រោយៗទៀតខ្ញុំនឹងរកកន្លឹះថ្មីៗចែកជូនដល់បងប្អូនទាំងអស់គ្នា